ប្រាសាទភ្នំបាសិទ្ធឬភ្នំប្រសិទ្ធមានទីតាំងស្ថិតនៅភូមិតាពេជ្រឃុំឆ្វាំងស្រុកពញាលឺខេត្តកណ្ដាលនិងចម្ងាយ28គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ5ដល់ផ្សារព្រែកភ្នៅបត់ឆ្វេងតាមថ្នល់កៅស៊ូដែលនាំយើងរហូតដល់ខ្លោងទ្វារវត្តភ្នំប្រសិទ្ធត្រៃត្រឹងដែលស្ថិតនៅខាងស្ដាំដៃយើងអាចបន្តដំណើរដោយតាមផ្លូវចាក់ស៊ីម៉ង់ទៅដល់វត្តនៅលើកំពូលភ្នំប្រសិទ្ធមានបណ្ដាយ3គីឡូម៉ែត្រគុណ1គីឡូម៉ែត្រកម្ពស់ប្រមាណ138ម៉ែត្រតួប៉មប្រាសាទនេះសង់អំពីឥដ្ឋតាន់ដែលមានផ្តែររទ្វារធ្វើអំពីថ្មភក់សាងសង់ឡើងដោយព្រះបាទឦសានវរ្ម័នទី1ក្នុងសតវត្សទី7ក្នុងរចនាបថសម្បូរនៅគ្រប់ជ្រុងនៃប្រាសាទមានលម្អដោយរូបចម្លាក់ប្រាសាទអណ្ដែតដែលនៅក្នុងប្រាសាទអណ្ដែតនោះមានរូបទេវៈ3អង្គគឺព្រះសិវៈគង់នៅកណ្ដាលស្ត្រី2នាក់គឺនាងឧមានិងព្រះម៉ែគង្គាទិដ្ឋភាពនៅក្នុងជញ្ជាំងខាងជើងខូចខាតយ៉ាងខ្លាំងដោយត្រង់ផ្នែកកណ្ដាលបាក់បែកស្ទើរគ្មានសល់ជ្រុងខាងត្បូងបាក់បែកត្រង់ផ្នែកកណ្ដាលដូចគ្នានឹងជ្រុងខាងជើងតាមសិលាចារឹកលេខ K7110 ប្រាសាទភ្នំបាសិទ្ធមានឈ្មោះដើមថាសិទ្ធេស្វរៈជាភាសាបាលីឬសំសទិដ្ឋមានន័យថាទេពប្រកបដោយសេចក្តីសម្រេចគឺជាឈ្មោះរបស់ព្រះសិវៈស្ថាបនានៅសតវត្សទី7ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី1